សួស្តីមិត្តអ្នកស្ដាប់ទាំងអស់គ្នាតើអ្នកធ្លាប់មានអារម្មណ៍ថាទោះបីជាអ្នកខំប្រឹងធ្វើល្អដាក់អ្នកដទៃប៉ុណ្ណាខំប្រឹងយល់ចិត្តគេប៉ុណ្ណាក៏អ្នកនៅតែមានអារម្មណ៍ថាទទេស្អាតក្នុងចិត្តដែរឬទេតើអ្នកធ្លាប់មានអារម្មណ៍ថាខ្លួនឯងដូចជាទៀនមួយដើមដែលកំពុងដុតរលាយខ្លួនឯងដើម្បីបំភ្លឺអ្នកដទៃប៉ុន្តែចុងក្រោយអ្នកសល់ត្រឹមតែផ្សែងនិងភាពងងឹតម្នាក់ឯងដែរឬទេមនុស្សភាគច្រើនត្រូវគេបានបង្រៀនឲ្យចេះលះបង់ឲ្យចេះយល់ចិត្តគេនិងឲ្យចេះស្រឡាញ់អ្នកដទៃប៉ុន្តែយើងកម្រនឹងត្រូវបានគេបង្រៀនអំពីរបៀបស្រឡាញ់ខ្លួនឯងណាស់មនុស្សជាច្រើនយល់ច្រឡំថាការស្រឡាញ់ខ្លួនឯងគឺជាភាពអាត្មានិយមប៉ុន្តែការពិតវាគឺមិនមែនបែបនោះទេប្រសិនបើអ្នកមិនចេះស្រឡាញ់ខ្លួនឯងទេអ្នកក៏មិនអាចស្រឡាញ់អ្នកដទៃបានដោយសុខភាពល្អនោះដែរថ្ងៃនេះយើងនឹងមកជជែកគ្នាឲ្យស៊ីជម្រៅអំពីមូលហេតុនិងវិធីសាស្ត្រក្នុងការសាងសង់គ្រឹះនៃក្តីស្រឡាញ់នោះឡើងវិញតើអ្វីទៅជាការស្រឡាញ់ខ្លួនឯងពិតប្រាកដការស្រឡាញ់ខ្លួនឯងវាមិនមែនគ្រាន់តែជាការទៅទិញរបស់ថ្លៃៗឬការទៅហាងស្ប៉ានោះទេទាំងនោះគ្រាន់តែជាការថែរូបរាងកាយប៉ុណ្ណោះក្តីស្រឡាញ់ខ្លួនឯងពិតប្រាកដគឺជាទំនាក់ទំនងដែលអ្នកមានជាមួយព្រលឹងរបស់ខ្លួនឯងវាមានន័យថា1ការទទួលយកទាំងចំណុចល្អនិងស្នាមរបួសរបស់អ្នក2ការគោរពមិនអនុញ្ញាតឲ្យអ្នកដទៃជន់ឈ្លីតម្លៃរបស់អ្នក3ការអត់ឱនឈប់ដាក់ទោសខ្លួនឯងចំពោះរឿងដែលកន្លងផុតទៅឧទាហរណ៍ស្រមៃថាអ្នកមានមិត្តម្នាក់ដែលទើបតែបរាជ័យក្នុងការងារអ្នកប្រកាសជាទៅលួងលោមគេថាមិនអីទេឯងពូកែណាស់លើកក្រោយនឹងល្អជាងនេះប៉ុន្តែចុះបើខ្លួនអ្នកផ្ទាល់ជាអ្នកបរាជ័យវិញតើអ្នកនិយាយអ្វីដាក់ខ្លួនឯងល្ងងណាស់ឯងមិនដែលធ្វើអីកើតទេមែនទេការស្រឡាញ់ខ្លួនឯងគឺការឈប់ធ្វើជាសត្រូវរបស់ខ្លួនឯងហើយក្លាយជាមិត្តដ៏ល្អបំផុតរបស់ខ្លួនឯងវិញហេតុអ្វីបានជាខ្លួនឯងត្រូវមកមុនអ្នកដទៃមានពាក្យស្លោកមួយបានពោលថាអ្នកមិនអាចចាក់ទឹកចេញពីកែវដែលទទេបានឡើយប្រសិនបើកែវនៃក្តីស្រឡាញ់របស់អ្នកទទេស្អាតតើអ្នកយកអ្វីទៅចែករំលែកឲ្យអ្នកដទៃដើម្បីកុំឲ្យក្តីស្រឡាញ់ក្លាយជាការដោះដូរកាលណាអ្នកមិនស្រឡាញ់ខ្លួនឯងអ្នកនឹងស្រឡាញ់អ្នកដទៃដើម្បីតែចង់បានក្តីស្រឡាញ់តបស្នងមកវិញដើម្បីមកបំពេញចន្លោះប្រហោងក្នុងចិត្តវាមិនមែនជាក្តីស្រឡាញ់ទេវាគឺជាការទាមទារដើម្បីកសាងព្រំដែនមនុស្សដែលស្រឡាញ់ខ្លួនឯងដឹងថាអ្វីដែលគេទទួលយកនិងអ្វីដែលគេមិនគួរឧទាហរណ៍មនុស្សដែលបាត់ចាស់គ្រប់រឿងគេព្រមធ្វើអ្វីគ្រប់យ៉ាងដើម្បីឲ្យគេចូលចិត្តទោះបីជាខ្លួនឯងកំពុងឈឺចាប់ឬហត់នឿយក៏ដោយនេះមិនមែនជាការចិត្តល្អទេតែជាការបោះបង់ខ្លួនឯងចោលការស្រឡាញ់ខ្លួនឯងនឹងផ្ដល់សេចក្តីក្លាហានឲ្យអ្នកនិយាយថាទេខ្ញុំមិនអាចធ្វើវាបានទេព្រោះខ្ញុំត្រូវការពេលវេលាសម្រាកដើម្បីភាពទាក់ទាញដោយធម្មជាតិនៅពេលដែលអ្នកមានសេចក្តីសុខជាមួយខ្លួនឯងអ្នកនឹងបញ្ចេញថាមពលវិជ្ជមានដែលទាក់ទាញមនុស្សល្អៗចូលមកក្នុងជីវិតដោយឯកឯងដោយមិនចាំបាច់ទៅអង្វរស្វែងរកពីអ្នកណាឡើយឧទាហរណ៍ជាក់ស្ដែងនៃជីវិតដែលគ្មានក្តីស្រឡាញ់ខ្លួនឯងចូលស្ដាប់រឿងរ៉ាវរបស់សុខជាមនុស្សដែលពូកែនិងចិត្តល្អណាស់ក្នុងទំនាក់ទំនងស្នេហាសុខតែងតែធ្វើអ្វីគ្រប់យ៉ាងដើម្បីមិត្តស្រីគេទិញកាដូឲ្យរាល់ខែគេយំនៅពេលនាងខឹងហើយគេព្រមផ្លាស់ប្ដូរខ្លួនឯងគ្រប់យ៉ាងតាមដែលនាងចង់បានប៉ុន្តែចុងក្រោយមិត្តស្រីរបស់សុខនៅតែសុំបែកមូលហេតុគឺនាងមានអារម្មណ៍ថាសុខគ្មានអត្តសញ្ញាណខ្លួនឯងសុខបានបាត់បង់ខ្លួនឯងនៅក្នុងក្តីស្រឡាញ់មួយនោះនៅពេលគេបោះបង់ខ្លួនឯងចោលសូម្បីមិត្តស្រីរបស់គេក៏មិនអាចរកចំណុចដែលខ្លួនគួរឲ្យស្រឡាញ់របស់គេឃើញដែរមេរៀនចំណាំបើអ្នកមិនផ្ដល់តម្លៃឲ្យខ្លួនឯងទេកុំរំពឹងថាអ្នកដទៃផ្ដល់ឲ្យអ្នកវិធីសាស្ត្រ5ជំហានដើម្បីចាប់ផ្ដើមស្រឡាញ់ខ្លួនឯងប្រសិនបើអ្នកមានអារម្មណ៍ថាចង់ចាប់ផ្ដើមសារជាថ្មីសូមសាកល្បងជំហានទាំងនេះ
1. ការសន្ទនាវិជ្ជមានជាមួយខ្លួនឯងរាល់ព្រឹកចូលចំណាយពេល1នាទីឆ្លុះកញ្ចក់ហើយនិយាយពាក្យអរគុណទៅកាន់រូបរាងកាយរបស់អ្នកអរគុណភ្នែកដែលមើលឃើញពិភពលោកអរគុណបេះដូងដែលនៅតែលោត 2. ការបណ្ដុះចំណង់ចំណូលចិត្តរៀនអ្វីដែលអ្នកចូលចិត្តធ្វើអ្វីដែលអ្នកឲ្យអ្នកញញឹមទោះបីជាគ្មានអ្នកណាមើលឃើញក៏ដោយ 3. ការជ្រើសរើសបរិយាកាសបើមានមិត្តភ័ក្តិណាដែលចាំតែបង្អាប់ឬជន់ពន្លិចអ្នកចូលហ៊ានដើរចេញសុខភាពផ្លូវចិត្តអ្នកថ្លៃជាងមិត្តភាពคล้ายៗ 4. ការឈប់ប្រៀបធៀបជីវិតមិនមែនជាការប្រណាំងប្រជែងឡើយផ្កាឈូករ័ត្នមិនដែលប្រៀបធៀបខ្លួនឯងជាមួយនឹងផ្កាកុលាបឡើយពួកវាគ្រាន់តែរីកស្គុះស្គាយតាមរដូវកាលរៀងៗខ្លួន 5. ការចេះអត់ឱនកំហុសកាលពី5ឆ្នាំមុនវាមិនមែនជាអ្នកនៅថ្ងៃនេះទេចូលអោបក្រសោបក្មេងតូចម្នាក់នៅក្នុងខ្លួនអ្នកហើយប្រាប់គេថាមិនអីទេឥឡូវយើងមានសុវត្ថិភាពហើយមិត្តអ្នកស្ដាប់ជាទីស្រឡាញ់ការស្រឡាញ់ខ្លួនឯងមិនមែនជារឿងដែលធ្វើបានសម្រេចត្រឹមមួយយប់នោះទេវាគឺជាដំណើរការមួយដែលត្រូវធ្វើជារៀងរាល់ថ្ងៃវានឹងមានថ្ងៃខ្លះដែលអ្នកមានអារម្មណ៍ថាខ្លួនឯងអន់ថ្ងៃខ្លះដែលអ្នកទន់ជ្រាយប៉ុន្តែវាក៏ជាផ្នែកមួយនៃជីវិតដែរសូមចងចាំថាអ្នកគឺជាមនុស្សតែម្នាក់គត់ដែលនៅនឹងជាមួយខ្លួនឯងតាំងពីដង្ហើមដំបូងរហូតដល់ដង្ហើមចុងក្រោយដូច្នេះសូមធ្វើជាមិត្តដ៏ល្អបំផុតរបស់ខ្លួនឯងនៅពេលដែលអ្នកស្រឡាញ់ខ្លួនឯងពិតប្រាកដអ្នកនឹងឃើញថាពិភពលោកនេះក៏ចាប់ផ្ដើមស្រឡាញ់អ្នកវិញដែរសូមអរគុណសម្រាប់ការស្ដាប់រហូតដល់ចប់ប្រសិនបើអ្នកយល់ថាអត្ថបទនេះមានតម្លៃសូមចែករំលែកវាទៅកាន់មនុស្សដែលអ្នកបារម្ភតើអ្នកនឹងធ្វើរឿងមួយណាដើម្បីបង្ហាញក្តីស្រឡាញ់ចំពោះខ្លួនឯងនៅថ្ងៃនេះសូមខមមិនប្រាប់យើងផងជួបគ្នានៅវីដេអូក្រោយសូមឲ្យក្តីសុខកើតមានដល់អ្នក